សួស្តីអ្នកនរគ្នានៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីការ set up Windows អញ្ចឹងដើម្បី set up Windows គឺយើងត្រូវមាន Flash បាទហើយកុំព្យូទ័របន្តមកទៀតគឺយើងត្រូវចេះពីរបៀប set up អញ្ចឹងពេលយើង set up គឺយើងត្រូវ restart កុំព្យូទ័ររបស់យើងឬក៏យើងបើកុំព្យូទ័រយើងមិនបានបើកទេគឺយើងត្រូវចុចប៊ូតុង power ណាប៊ូតុង power បាទដើម្បីបើកកុំព្យូទ័ររបស់យើងហើយបន្តមកទៀតគឺយើងត្រូវស្គាល់ពី key boot ណា key boot របស់កុំព្យូទ័ររបស់យើងវាត្រូវទៅតាម model បាទ model របស់កុំព្យូទ័រដូចដែលខ្ញុំបង្ហាញនេះគឺវាជាទូទៅបាទ Dell Hawaii ហ្នឹងគឺយើងប្រើ F12 ដើម្បីចូលទៅទាំង boot ណាហើយ HP គឺ F9 ហើយ MSI ហើយនឹង ASUS គឺ F8 ហើយសម្រាប់ Lenovo គឺ F11 ណាហើយបន្តមកទៀតពេលយើងចូលទៅទាំង boot បានហើយគឺយើងជ្រើសរើសយក flash ណា flash យើងត្រូវដោត flash ចូលទៅ port បាទ USB ហើយយើងចាប់ដើម set up បាទបន្តមកទៀតបាទយើងអនុវត្តបាទយើងដោត flash របស់យើងចូលទៅកុំព្យូទ័ររបស់យើងទៅហើយបន្តមកទៀតយើងស្រាប់ Hawaii ហ្នឹងគឺចុច F12 ដើម្បីចូលទៅ boot menu ណាហើយកុំភ្លេចដោត flash ចូលផងបាទអញ្ចឹងពេលដែលយើងចុច F12 ទៅវានឹងបង្ហាញទាំង boot នេះហើយបាទ boot option បាទ menu បាទអញ្ចឹងយើងចុច arrow key ណាដើម្បីជ្រើសរើសទៅលើទៅក្រោមបាទដើម្បីជ្រើសរើសយក flash boot របស់យើងបាទបន្តមកទៀតយើងចុច enter ទៅបាទអញ្ចឹងពេលដែលយើងចុច enter ទៅវានឹងបង្ហាញបែបនេះហើយបើសិនជាវាអត់មានបញ្ហាអ្វីកើតឡើងណាបើសិនជាវា boot ជោគជ័យគឺវានឹងបង្ហាញmodel របស់កុំព្យូទ័រហ្នឹងហើយបើសិនជាវាអត់បង្ហាញបែបហ្នឹងទេមានន័យថាអាចមកពីយើងអត់បានបាទ disable security boot ណាកុំព្យូទ័រខ្លះគឺគេ enable security boot អញ្ចឹងយើង boot Windows អត់ចូលទេពេលយើង boot ទៅវានឹងដាក់ថា no bootable ឬក៏ error ណាហើយអញ្ចឹងយើងត្រូវចូលទៅកាន់ BIOS ណា BIOS របស់កុំព្យូទ័រហ្នឹងវាតាម model ដែរវាមាន F1 F2 F10 ឬក៏delete ឬក៏ ESC ណាយើងត្រូវរក key boot បាទយើងត្រូវរក key ដើម្បីចូលទៅកាន់ទាំង BIOS នេះឲ្យបានហើយយើងមក disable ណា disable នៅកន្លែងនេះណា security boot disable វាចោលទៅហើយបន្តមកទៀតយើង save change ទៅណាបាទយើង save ហើយយើង exit ចេញទៅបាទអញ្ចឹងពេលជោគជ័យគឺយើង boot វាមួយសារទៀតទៅយើងចុច F12 ទៅហើយវានឹងបង្ហាញចូលមកទាំងនេះហើយបាទហើយយើង set up ទៅរើសយកបាទ language to install ហើយ time and currency format ហើយ keyboard or input method ណាអញ្ចឹងខ្ញុំជ្រើសរើសយកប៉ុណ្ណឹងហើយបន្តមកទៀតយើងចុច enter តទៅហើយនឹងបង្ហាញដាក់ install now អញ្ចឹងយើងគ្រាន់តែចុច install now ហ្នឹងទៅបាទអញ្ចឹងវានឹងបង្ហាញចូលមកក្នុងផ្ទាំង Windows ឲ្យយើងជ្រើសរើសវាមាន Windows បាទ Home បាទ Windows 11 Home ហើយបើសិនជាយើង set up Windows 10វាដាក់10 Home អញ្ចឹងទៅតែទូទៅគឺខ្ញុំដំឡើងយក Pro ណាអញ្ចឹងខ្ញុំ set up Windows 11គឺយក 11 Pro ហើយយើងជ្រើសរើសវាហើយយើងចុច next ទៅបាទចុច next ទៅបាទបន្តមកទៀតយើងចុចកន្លែង I accept នឹងមកបាទថេកកន្លែងហ្នឹងហើយយើងចុច next វាតទៀតមកបាទហើយបន្តមកទៀតកន្លែងនេះវាសួរយើងថាគ្រាន់តែ upgrade ឬក៏យើង custom ណាយើងគួរតែ custom វាចេញទៅបាទ custom install Windows only
បាទហើយបន្តមកទៀតវានៅបង្ហាញនៅ partition ដែលយើងត្រូវតម្លាក់ window នឹងចូលអញ្ចឹងអ្នកទាំងអស់គ្នាត្រូវច្បាស់ថា partition មួយណាដែលអ្នកទាំងអស់គ្នាត្រូវតម្លាក់ window នឹងចូលអញ្ចឹងខ្ញុំតម្លាក់ទៅក្នុង partition 3បាទដែលមានទំហំ 120G អញ្ចឹងយើងបើសិនជាវាអត់ឲ្យនិចទេយើងចុចលើវាហើយយើង format ឬក៏ delete វាទៅបាទហើយបន្តទៀតវានឹងឲ្យនិចអីឬក៏បើអត់តន់ឲ្យនិចទេយើងចុច new កន្លែងហ្នឹងទៅហើយយើងពេលណាដែលវាឲ្យនិចគឺយើងជ្រើសរើសឲ្យចុចយកនិចទៅណាបាទបន្តមកទៀតអ្នកទាំងអស់គ្នានឹងបានឃើញផ្ទាំងនេះហើយបាទអញ្ចឹងមានន័យថា Windows នឹងតម្លាក់ចូលទៅក្នុង partition ដែលយើងជ្រើសរើសបាទយើងរងចាំវាទៅរហូតដល់វាដើរពេញបាទហើយចូលមកវាដើរពេញគឺវានឹង restart ចូលមក Windows បាទវាបង្ហាញ brand របស់ computer ហ្នឹងបាទហើយត្រង់កន្លែងនេះវាអាចរៀងយូរបន្តិចអញ្ចឹងយើងចាំវាដំណើរការម្ដងមួយដំណាក់កាលម្ដងមួយដំណាក់កាលទៅបាទរហូតដល់ចេញផ្ទាំងនេះបាទចេញផ្ទាំងហ្នឹងមកគឺយើងជ្រើសរើសយកបាទប្រទេសណាដែលយើងប្រើប្រាស់ហ្នឹងគឺយើងយកខ្ញុំនៅកម្ពុជាអញ្ចឹងខ្ញុំយក Cambodia ណា Cambodia ហើយ yes មកហើយបន្តមកទៀតវាឲ្យយើងជ្រើសរើស keyboard ណាអញ្ចឹងខ្ញុំយក United States International ហើយ yes មកបន្តមកទៀតវាសួរយើងថាចង់ add second keyboard layout ណាអញ្ចឹងកន្លែងនេះយើង skip វាចេញទៅបាទហើយកន្លែង Wi-Fi ហ្នឹងគឺមិនបាច់តន់គ្នាទេជ្រើសរើសយក I don't have internet ទៅបាទហើយបន្តមកយើង set up នៅ account ណាសម្រាប់ login ចូលទៅប្រើប្រាស់ computer របស់យើងយើងដាក់ឈ្មោះ account របស់យើងទៅបាទដាក់ឈ្មោះយើងក៏បានឬក៏ដូចខ្ញុំដាក់ account របស់ខ្ញុំសន្តិចចឹងក៏បានដែរណាអញ្ចឹងហើយបន្តមកយើងចុច next ទៅបាទវានឹងទាមទារយើងបង្កើត password អញ្ចឹងយើងវាយ password ចូលទៅបាទហើយត្រូវចាំផង password ចូលទៅ login ចូលទៅបាទបន្តមកទៀតវាឲ្យយើងបញ្ចូល password ហ្នឹងម្ដងទៀតដើម្បីបញ្ជាក់បាទយើងបញ្ចូលហើយបាទយើង next ទៅបាទ next ហើយវាចូលមកឲ្យយើងរើសadd security question ពេលខ្លះយើងคลิก password ហ្នឹងទៅវាមានសំណួរហ្នឹងដែលឲ្យយើងឆ្លើយដើម្បីសង្គ្រោះបាទអញ្ចឹងយើងជ្រើសរើសសំណួរមកបាទជ្រើសរើសសំណួរមកជ្រើសរើសសំណួរហើយយើងឆ្លើយសំណួរហ្នឹងទៅណាហើយ next ទៅឲ្យជ្រើសរើស3សំណួរណាកន្លែងនេះគឺយើងជ្រើសរើសសំណួរមួយទៀតមកហើយបន្តទៀតយើងឆ្លើយសំណួរហ្នឹងខ្លួនឯងទៅបាទបន្តមកទៀតសំណួរទី3បាទយើងធ្វើដដែលទៅបាទហើយបន្តមកទៀតវាចេញជួប privacy setting ហ្នឹងបាទអីខ្លះដែលយើងចង់បើកអីខ្លះយើងចង់បិទបាទហើយចេញ next ទៅបាទអញ្ចឹងវាចូលតម្លាក់ Windows ចូល set up នៅលើ computer របស់យើងហើយបាទជាងយើងរងចាំវាទៅបាទរហូតដល់ពេលនេះគឺវានឹងចូលមកក្នុង Windows របស់យើងរួចរាល់ណាអញ្ចឹងយើង set up computer របស់យើងបាទ set up Windows 11បានដោយជោគជ័យបាទអរគុណច្រើនសម្រាប់ការតាមដានទស្សនាបាទបើសិនជាខ្ញុំមានពេលខ្ញុំនឹងធ្វើវីដេអូបង្ហាញបាទចាស់ស្ដែងការ set up ជាក់ស្ដែងដោយសារខ្ញុំយកមកធ្វើជា slide បែបនេះខ្ញុំគិតថាវាចំណេញពេលសម្រាប់អ្នកនរគ្នាមើលបើសិនជា set up ផ្ទាល់វាអាចនឹងចំណាយពេលយូរបាទអញ្ចឹងនៅក្នុង